Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូពីសកម្មភាពដែលខ្ញុំរៀបចំខ្លួនចេញទៅមើលថ្ងៃរះនៅប្រាសាទអង្គរវត្តព្រោះអីដោយសារតែខែ3ហ្នឹងគឺមានថ្ងៃរះអាចនឹងចំប្រាសាទអង្គរវត្តហ្នឹងគឺចំកំពូលតែម្ដងគឺមានពេល3ថ្ងៃទី21 22និង23ហើយថ្ងៃទី22យីតែខ្ញុំមកនៅសៀមរាបយូរប៉ុន្តែខ្ញុំមិនដែលបានទៅមើលថ្ងៃរះទេនិយាយត្រង់នេះជាលើកទី1ហើយខ្ញុំបញ្ញាចិត្តងើបឲ្យទាន់ដើម្បីទៅមើលថ្ងៃរះហើយនេះជាសកម្មភាពដែលខ្ញុំជិះតាមផ្លូវចេញពីផ្ទះខ្ញុំហ្នឹងជិះទៅមើលថ្ងៃរះនឹងឯងហើយតាមផ្លូវជិះហ្នឹងនិយាយទៅកុំខ្លាចកុំគិតថាអូម៉ោង4អីស្ងាត់អីអត់ស្ងាត់ទេគឺតាមផ្លូវមានម៉ូតូមានឡានអីពេញហ្នឹងឯងអញ្ចឹងរងចាំទស្សនាមើលថាតើថ្ងៃដែលខ្ញុំទៅមើលហ្នឹងគឺថ្ងៃរះចំមុខកំពូលប្រាសាទអង្គរវត្តដែរអត់ចឹងណាចឹងអាចមើលលេងសិនទៅនេះគឺជាសកម្មភាពដែលខ្ញុំកំពុងជិះទៅជិះតាមផ្លូវទៅប្រាសាទអង្គរវត្តខ្ញុំជិះដល់ផ្លូវជិះតង្គោយទីទៀតនឹងឃើញផ្លាកសូមស្វាគមន៍មកកាន់ខេត្តសៀមរាបចាទៅតាមផ្លូវនេះខ្ញុំបានផ្ញើម៉ូតូផ្ញើអីហើយហើយឥឡូវកំពុងតែដើរចូលទៅមុខប្រាសាទអង្គរវត្តវារៀងឆ្ងាយដែរព្រោះឥឡូវគេធ្វើថ្មីអញ្ចឹងកន្លែងផ្សារម៉ូតូរៀងឆ្ងាយពីប្រាសាទអង្គរវត្តអញ្ចឹងយើងត្រូវដើរកាត់អញ្ចឹងតាមផ្លូវហ្នឹងគឺវាទៅមានគេមកលក់អីលក់ស៊ូវនីលក់អីតាំងពីម៉ោង4ម៉ោង5ហ្មងវាទៅអត់ស្ងាត់ទេនេះខ្ញុំពងដើរទៅដល់ខាងមុខផ្លូវចូលប្រាសាទតែម្ដងអូមានមនុស្សច្រើនណាគេទៅមើលច្រើនណាទាំងគេទាំងយើងអីគេចង់ឃើញដែរអញ្ចឹងខ្ញុំពងដើរចូលទៅហើយនេះគឺបងគាត់ចាំឆែកភ្ញៀវជនជាតិអញ្ចឹងគេត្រូវឆែកមើលនេះអូឃើញតើថាអត់ទាន់បានឃើញរះទេតែគាត់ថាភ្លឺរៀងគ្រាន់ថតឃើញភាសាបន្តិចហើយនេះរះបានតែវារៀងបាំងពពកអត់សូវឃើញច្បាស់ហើយថ្ងៃហ្នឹងនិយាយទៅគឺអត់បានរះចំកំពូលប្រាសាទទេវានៅចំហៀងអញ្ចឹងណានិយាយទៅមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់អរគុណ